សួស្តីបងប្អូនទាំងអស់គ្នាដូចសពមួយដងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីបងប្អូនរបៀបធ្វើវីដេអូ intro ដោយមានចំណងជើងបិទបើកបែបនេះដើម្បីធ្វើការបង្ហាញបងប្អូនហើយបងប្អូនអាចយកពិធីនៅក្នុងការធ្វើនេះយកទៅបង្កើតជាវីដេអូ intro ផ្សេងៗដែលបងប្អូនត្រូវការតោះចូលទៅក្នុងកម្មវិធី Canva ទាំងអស់គ្នាអូខេបន្ទាប់មកបងប្អូនចូលទៅក្នុងកម្មវិធី Canva ហើយយកពាក្យថាវីដេអូយើងបានផ្ទាំងបែបនេះអូខេបន្ទាប់មកយើងធ្វើការដាក់បញ្ចូលរូបភាពហើយយើងធ្វើការដើម្បីយើងទទួលបានលេខកូដនៃពណ៌របស់ background របស់យើងហើយយើងធ្វើការ copy លេខកូដនេះហើយចូលទៅក្នុង background ហើយយកពាក្យថា gradient background អូខេហើយយើងធ្វើការផ្លាស់ប្ដូរលេខកូដ background របស់យើងដែលយើងបាន copy កាលពីមុននេះអូខេរួចរាល់ហើយបន្ទាប់មកយើងធ្វើការបញ្ចូលចំណងជើងខ្ញុំដាក់ចំណងជើងថាអង្គរវត្តព្រោះវីដេអូបទបង្ហាញនេះយើងបង្ហាញពីប្រាសាទអង្គរវត្តបន្ទាប់មកយើងធ្វើការដូរ font អក្សរអូខេបន្ទាប់មកយើងធ្វើការបដូរពណ៌យកពណ៌សហើយយើងធ្វើការពង្រីកសាយហើយយើងធ្វើការអូសឲ្យចំផ្នែកកណ្ដាលហើយយើងធ្វើការ download បងប្អូនយកពាក្យថា PNG ហើយធ្វើការ limit size ហើយធ្វើការ download បន្ទាប់ពី download រួចហើយបងប្អូនចូលទៅក្នុងពាក្យថា download ធ្វើការ download រូបភាពដែលយើងបាន download នោះ download រួចហើយយើងធ្វើការលុបហើយផ្លាស់ប្ដូរ background ទៅជាពណ៌សបន្ទាប់មកយើងដាក់បញ្ចូលរូបភាពដែលយើងបាន download ហើយធ្វើការ cover background បែបនេះអូខេបន្ទាប់មកយើងទាញខ្សែបន្ទាត់ guide មកដាក់ចំពាក់កណ្ដាលនៃតួអក្សរបន្ទាប់មកយើងធ្វើការអូសផ្នែកខាងក្រោមទៅចំពាក់កណ្ដាលហើយយើងធ្វើការ duplicate ហើយយើងអូសខ្សែ guide ចុះក្រោមយើងអូសផ្នែកមួយនៃ background ដែលយើងធ្វើការ duplicate ចុះមកក្រោមហើយយើងធ្វើការអូសផ្នែកខាងលើមកដាក់ចំពាក់កណ្ដាលវិញអូខេបន្ទាប់មកយើងធ្វើការអូសផ្នែកម្ខាងទៅជ្រុងម្ខាងដោយដាក់កម្រិតបែបនេះបន្ទាប់មកបងប្អូនចូលទៅពាក្យ element ហើយធ្វើការចូលទៅរកពាក្យថា shape ហើយយក see all ហើយបងប្អូនយក sphere បែបនេះធ្វើការបង្រួមផ្សាយបន្តិចអូខេបន្ទាប់មកយើងធ្វើការ duplicateអូខេបន្ទាប់មកយើងធ្វើការបន្ថយ transparency ឲ្យនៅត្រឹម0បន្ទាប់មកយើងធ្វើការ group sphere នោះនិង background របស់យើងផ្នែកខាងក្រោមដូចគ្នាធ្វើការ group បន្ទាប់មកធ្វើការបន្ថយ transparency មកត្រឹមលេខ0យើងធ្វើបែបនេះដើម្បីយើងបានខ្សែបន្ទាត់នេះដើម្បីយកមកកងនៅផ្នែកនេះនៃpage បន្ទាប់អូខេយើងធ្វើការដាក់បញ្ចូលតម្រឹមវាហើយបន្ទាប់មកយើងចូលទៅយករូបភាពប្រាសាទអង្គរវត្តដែលជា background
ខេបន្ទាប់មកយើងធ្វើការបង្រីក background របស់យើងបងប្អូនធ្វើតាមអ្វីដែលខ្ញុំធ្វើនេះយើងធ្វើការទាញឲ្យចំផ្នែកកណ្ដាលអូខេយើងនៅចំផ្នែកកណ្ដាលហើយបងប្អូនយកពាក្យ position ហើយយកពាក្យថា layer ហើយធ្វើការអូសរូបប្រាសាទអង្គរវត្តមកខាងក្រោមអូខេបន្ទាប់មកបងប្អូនធ្វើការ duplicate page បន្ទាប់មកបងប្អូនធ្វើការអូស background នោះយកទៅដាក់ក្នុងផ្នែកម្ខាងបងប្អូនត្រូវប្រកាសថាដែលយើងអូសទៅគឺផ្នែកខ្សែនេះគឺនៅគងនៅលើផ្ទាំងរបស់យើងដដែលនេះហើយដែលជាហេតុផលយើងធ្វើការgroupជាមួយនឹង sphere ដើម្បីឲ្យមានខ្សែបន្ទាត់នេះធ្វើការគងនៅលើរូបភាពរបស់យើងអូខេបន្ទាប់មកបងប្អូនធ្វើការបង្រួមបែបនេះបងប្អូនត្រូវតែច្បាស់ថារូបភាពរបស់យើងមិនបានរង្គិលទៅណាគឺបង្រួមតាមលំដាប់លំដោយបែបនេះបន្ទាប់មកយើងធ្វើការ duplicate page ទី1ហើយយើងធ្វើការអូសយកមកដាក់ខាងក្រោយគេបង្អស់បន្ទាប់មកយើងធ្វើការ add transition ហើយធ្វើការអូសឲ្យផុតហើយបន្ទាប់មកយកពាក្យថា apply all page បន្ទាប់មកយើងធ្វើការសាកល្បងអូខេឃើញថានេះគឺជា final result គឺជាលទ្ធផលដែលយើងបានទទួលបានហើយអូខេចូលរួមអបអរបងប្អូនបានបង្កើតវីដេអូរួចរាល់ហើយខ្ញុំសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូនេះហើយបើសិនបងប្អូនមានចម្ងល់អ្វីបងប្អូនអាចទម្លាក់ comment ខាងក្រោមសូមអរគុណ